ស្មានរស់ដូចយ៉ាងធៀមអីយល់ព្រមរួមដៃជាមួយជុងអ៊ីនបៃមិនទេបែបនេះមុខមាត់របស់បិសាចសួរយកទៅទុកនៅឯណាទៅពួកគេតាមរកដៅគូអ្វីតាមពិតចង់បានមុខមាត់ច្បាស់ណាស់ប្រាប់ទៅជុងអ៊ីនបៃពួកយើងគឺជាមនុស្សមានទេពកោសល្យជាងបិសាចសួរទៅទៀតគឺអាចធ្វើអ្វីបានគ្រប់យ៉ាងខ្ញុំទៅប្រាប់ភ្លាមយ៉ាងម៉េចសាសបសិលាចន្ទរាសួរកំសាកដល់ថ្នាក់ហ្នឹងហ៎មិនហ៊ានសុំបីទៅសាច់ស្នៀតធម្មតាបែបនេះហ៎ខ្ញុំគិតថាពួកយើងធ្វើមិនត្រូវទេអ្នកម៉ែសម្រាប់ខ្ញុំល្អជាងអ្នកគ្រូសម្រាប់ខ្ញុំក៏ដូចគ្នាដែរខ្ញុំសុខចិត្តស្លាប់ក៏មិនធ្វើដែរពួកឯងគេសុខចិត្តស្លាប់ក៏មិនព្រមហាត់ដែរដូច្នេះពួកគេគឺមិនបានផ្សារភ្ជាប់គ្នានោះទេលីវស៊ីមកនេះអ្នកគ្រូខ្ញុំឈឺក្បាលខ្លាំងណាស់បាត់មកទៅមកនេះកាជើបាទឆាប់មកហាត់ជាមួយលីវស៊ីបាទនៅចាំអីទៀតស្ដេចដាច់ចលងភ្នំទូស្ដេចដាច់ចលងភ្នំទូដែលស្វាយដែលពណ៌ខៀវជាជាមហាត់រាល់ថ្ងៃធ្វើឲ្យមានសុខភាពល្អមានក្តីសុខដូចជានៅផ្សារសួរអស់ចាស់ដល់ថ្នាក់នេះធ្វើបានល្អដូច្នេះហើយទើបមនុស្សទទួលបានពរមិនយូរនាទីពួកយើងនឹងរកមនុស្សដែលស័ក្តិសមទោះបីការសម្បត្តិពួកគេល្អប៉ុន្តែពួកគេនៅខ្វះបទពិសោធន៍ដល់ខ្លួនរបស់ពួកគេមើលទៅមិនមានអនុភាពអ្វីទេខ្លាចតែពួកគេយកឈ្នះបិសាចរហ័សមិនបានលើកដៃតាំងធ្វើឲ្យពួកគេរឹងមាំជាមុនសិនរឿងនេះស្ថិតនៅលើពួកគេស្ដេចតាបាននិយាយហើយវិជាដៅគូត្រូវហាត់ជាមួយគ្នាដើម្បីរីកចម្រើនជាមួយគ្នាចំណាប់ពួកគេគឺជាក្តីសង្ឃឹមរបស់ពួកយើងបើពួកយើងធ្វើឲ្យពួកគេមានទំនុកចិត្តជាងនេះនោះចឹងថ្ងៃក្រោយប្រកាសជ័យចម្រើនជាមិនខាននោះទេបងធំវិធីនេះតើបានផលដែរទេខ្ញុំជឿលើស្ដេចដែរឲ្យខ្ញុំក៏ជឿទៅលើវិជាដៅគូដែរបងធំខ្ញុំនឹងព្យាយាមបង្រៀនពួកគេបានល្អក្រែងខ្ញុំគឺមានដំណឹងល្អចង់ប្រាប់នេះទីកាន់យកប្រមាសរបស់គេចូលរួមហាត់ហើយពួកយើងគួរតែឆ្លៀតឱកាសមួយនេះឲ្យសិស្សបាក់ទាំងពីរចូលរួមប្រកួតគ្នាដើម្បីស្វែងរកដៅគូបង្ក្រាបបិសាចលោហិតបានខ្ញុំនឹងធ្វើតាមបំណងរបស់បងធំហើយស្មានមកដល់ថាខ្ញុំមានទេពកោសល្យបែបនេះសោះខ្ញុំត្រូវតែក្តាប់ឱកាសនេះឲ្យបានរួចសម្រាប់បិសាចលោហិតដោយផ្ទាល់ដៃអញឃើញទេអញបានចៅឲ្យខ្ញុំទៅហាត់ជាមួយនឹងមនុស្សកំសាកបែបនោះគេគាត់ខឹងហើយសម្រាប់សិស្សក្នុងបកដើម្បីបញ្ឈប់អ្នកហាត់ដៅគូមិនខានទេគួរតែជាអ្វីដែលបិសាចលោហិនតាមកំណត់របស់ខ្ញុំអាវុធលើខ្លួនរបស់គេតកនិងសកម្មភាពរបស់គេគឺជាមនុស្សដូច្នេះមិនមែនជាបិសាចលោហិតទេលោកអាចារ្យលាវចូលសាច់រឿងវិញបើសិនជាបិសាចលោហិតនោះលាវស៊ីមិនអាចរស់នោះទេព្រោះតែគេតកជាមនុស្សដូច្នេះខ្ញុំគិតថាបកសម្បត្តិខាងត្បូងគួរឲ្យសង្ស័យបំផុតហេតុអ្វីលោកគិតបែបនេះហេតុអ្វីប្រកាសចិត្តបែបនេះពួកគេទុកសាលាសួរជាសត្រូវរហូតមកឬចំណែកនៅទេពកោសល្យរបស់ពួកយើងខ្ញុំជឿជាក់ថាធ្វើដែររបស់គេកុំឲ្យពួកខ្ញុំរីកចម្រើនជាងពួកគេតទៅទៀតអីបានទេតាមកំណត់របស់លោករឿងនេះដូចជាស្មុគស្មាញពេកហើយលោកអាចារ្យជួយដោះស្រាយរឿងនេះផងបានទេដូចដែលលោកនិយាយអញ្ចឹងប
ដាក់សមុទ្រខាងត្បូងក៏សង្ស័យជាងគេហើយទិញកាំងជាមនុស្សឆ្លាតប៉ុន្តែខ្ញុំជឿថាពួកគេមិនធ្វើរឿងល្ងងនោះទេហើយក៏មិនគប់បញ្ជូនឃាតករមកដែរម្យ៉ាងទៀតពួកយើងមិនបានប្រកាសឲ្យអ្នកក្រៅបានដឹងថាពួកយើងស្វែងរកអ្នកប្រាដាគូលើកលែងតែក្នុងបកមានជនបង្កប់តែអាចដាច់លើដំណឹងនេះចេញទៅក្រៅបានសិស្សរបស់ខ្ញុំគឺខ្ញុំបង្ហាត់តាំងពីតូចពួកគេមិនខ្វះខ្ញុំទេព្រោះតែមានអ្នកខ្លះច្រណែនឈ្នានីសតែព្យាយាមញុះញង់ឲ្យបាក់ទាំងពីរឆ្លុះគ្នា លោកអាចារ្យមានការសង្ស័យខ្ញុំបែបនេះ អត់ទេមិនពេលចាប់ឃាតករបានគ្រប់គ្នាសត្វតែគួរឲ្យសង្ស័យទាំងអស់ខ្ញុំយល់ស្របនឹងកំណត់របស់លោកអាចារ្យប៉ុន្តែខ្ញុំមិនគិតថាឃាតករគឺជាសិស្សរបស់ខ្ញុំនោះទេគ្រប់យ៉ាងមិនទាន់ច្បាស់ធ្វើការសរុបមិនទាន់បាននោះទេជាពិសេសរឿងទំនាស់បាក់ទាំងពីរបាទ អាចារ្យបាក់របស់លោកមានធនធានច្រើនដល់ថ្នាក់នេះសូម្បីតែក្រែក៏ស្អាតដែរ នេះគឺជាប្រទេសទទួលភ្ញៀវចាំម៉េច កុំសម្រាប់វាជាអន្ត្រីងំសាបទេ ហានយៀនគឺផ្ដោតដំណឹងឲ្យពួកជាង តែយើងត្រូវមនុស្សលើសម្រាប់សំណាងហើយដែលលេវជាមិនអីទោះបីចាប់មិនបានថាឃាតករជាណាប៉ុន្តែខ្ញុំប្រកាសចិត្តថាជាមនុស្សម៉ាស៊ីនសាច់ច្បាំងជ្រើសរើសមនុស្សនៅទីនោះកុំភ្លេចការពារពួកគេពីឃាតករផងម្យ៉ាងវិញទៀតទីយ៉ាងវៃឆ្លៀសវៃខ្លាំងណាស់ហើយក៏គួរឲ្យសង្ស័យដែរ ฉันនឹងយ៉ាងសុខសប្បាយជាងទេ ល្អហើយនៅមានមនុស្សមានការបារម្ភ នាងជួយជីវិតខ្ញុំដូច្នេះខ្ញុំបារម្ភពីនាងគឺជារឿងធម្មតាតា មិនបាច់និយាយទេខ្ញុំយល់ហើយហេតុអីលោកមិនចេះបែងចែករឿងស្នេហាបែបនេះទៅ លោកអាចារ្យឃាតករមានគោលដៅសម្រាប់អ្នកដែលរៀនវិជ្ជាគុណដៅគូននោះបាននេះតាក់ទងជាមួយបិសាចលោហិតជាមិនខាននោះទេអាចជាឃាតករត្រូវបិសាចបញ្ជាឬមួយក៏ជាសិស្សដែលនៅក្នុងបកគឺចាំជួយបិសាចលោហិតតែប៉ុណ្ណោះហើយវិញក៏មនុស្សត្រូវបម្រើបិសាចយ៉ាងចឹងទៅវិញ គឺថាมันមានមែនទេសូម្បីតែកូននេះក៏ធ្លាប់ដែរដូច្នេះហើយកុំថាឡើយមនុស្សនោះ ព្រោះថានៅក្នុងចិត្តមនុស្សគឺមានបិសាចអ្នកខ្លះក៏ស្រេកឃ្លានអំណាចឬមួយក៏ចំណែនជាមួយនឹងអ្នកដទៃបាននេះនៅជ្រើសរើសអ្នកប្រើដៃគូទៀតតើប៉ុណ្ណឹងទេជ្រើសរើសរួចក៏ត្រូវជ្រើសរើសឲ្យបានល្អទៀតផង ស្ដេចដើររកក្នុងទូដើរស្វែងរកដៅរបស់គៀវជាជាមកខ្លាត់ថារាល់ថ្ងៃធ្វើឲ្យអ្នកមានសុខភាពល្អមានចិត្តស្មោះដូចជានៅខាងសួរជីវិតបាត់ណាជាបង្ហាញខ្លួនរបស់បងស្ដេចបិសាចប្រាប់ខ្ញុំមកទៅខាងពួកគេមែនទេចុះហើយអ្វីក៏ស្ដេចបិសាចទៅអុកលុកបាក់សមុទ្រខាងត្បូងទៅវិញ ជាការរំខានសម្បត្តិ អូខ្ញុំយល់ហើយស្ដេចបិសាចកំពុងតែធ្វើឲ្យចុងអ៊ីធ្វើច្បុកច្បល់បើបែបនេះពួកយើងអាចនឹងបដូរកន្លែងស្ងាត់ពេលដែលពួកគេភ្លេចខ្លួនបានហើយពួកយើងនឹងចាត់ការតែម្ដងទៅ ការស្លាប់របស់សិស្សសិលាស៊ូធ្វើឲ្យជុងអ៊ីនបុយសង្ស័យដូច្នេះហើយយើងនឹងវាយប្រហារដោយបើចំហហើយត្រូវធ្វើឲ្យជុងអ៊ីនបុយជឿថាពួកគេហាត់វិជាដើរគូបានសម្រេចដល់ពេលនោះទោះជាហាត់បានសម្រេចក៏យឺតពេកហើយព្រោះថាផែនការរបស់ពួកយើងសម្រេចទៅហើយទោះបីជាលើកក្រោយក៏មិនឲ្យបរាជ័យដែរ ស្ដេចបិសាចឆ្លាតខ្លាំងណាស់ខ្ញុំនឹងប្រឹងធ្វើគ្រប់យ៉ាងដើម្បីបង្វែរដានចុងអ៊ីវីធ្វើឲ្យពួកគេរវល់នៅថ្ងៃដែលសុគ្រីតាមបាត់ដងពួកយើងនឹងចាត់ការពួកខ្ញុំបារម្ភធ្វើជាជ្រើសរើសរួចពួកបិសាចក៏ចេញមកអង្លុកបានន័យថានៅក្នុងបកយើងគឺប្រកាសជាមានជនបង្កប់រាយការណ៍ជាមិនខាននោះទេជនបង្កប់គឺជាមេបញ្ហាបើបិសាចលោហិតចង់បញ្ឈប់ពួកយើងគឺត្រូវស្វែងរកជនបង្កប់ឲ្យឃើញព្រោះជនបង្កប់អាចសម្លាប់មនុស្សនៅក្នុងបកប៉ុន្តែហេតុអីបានជាគេលុយយ៉ាបែបនេះមានន័យថាបិសាចមានគោលដៅ ខ្ញុំគិតថាគេមិនមែនជាដៃគូរបស់ពួកយើងនោះទេដូច្នេះហើយទើបគេគឺប្រើល្បិចបែបនេះ ខ្ញុំមិនដឹងទេហេតុអ្វីបានជាជាបែបនេះដើមឈើនោះមិនធម្មតាទេបើសិនជាបញ្ជូនសិស្សទៅចាត់ការនោះគឺនឹងមានរបួសជាច្រើនអញ្ចឹងពួកយើងគួរតែចាត់ការពីមុន យុត្តិធម៌ គឺត្រូវតែគិតបានច្បាស់លាស់មានអ្វីសំខាន់ជាងនេះគឺរឿងសងសឹកមិនសំខាន់ទេប៉ុន្តែបិសាចគ្មានភាពអំណត់ពួកវាលួចធ្វើរឿងស្ងាត់ៗ បងធំហានយើងក៏បាននិយាយថាទីយិនបៃគឺបាក់សិលាសួរគួរឲ្យសង្ស័យមិនក៏មិនសូវពីគេមុនទៅ លោកអាចារ្យសម្រាប់លោកហើយណា
ខ្ញុំដឹងថាលោកអាចារ្យមិនទាន់សម្រាប់លោកទេ អ្នកនាង អើគាត់សម្រាប់ការនេះហើយរបស់លោកអាចារ្យខ្ញុំបានធ្វើសុខមកឲ្យលោកអាចារ្យហត់ទឹកសុខនេះធ្វើឲ្យសុខភាពល្អហើយនេះគឺជាទឹកចិត្តរបស់ខ្ញុំផងដែរម៉ែ អរគុណអ្នកនាងហើយអ្នកនាងកំពុងមានរបួសដោយសារតែភាពធ្វេសប្រហែសរបស់ខ្ញុំអ្នកនាងមិនគួរឲ្យចំពោះខ្ញុំទេ លោកអាចារ្យកុំនិយាយបែបនេះតើបានទេបើលោកអាចារ្យទៅមិនតាន់ទេគឺខ្ញុំស្លាប់មិនខាននោះទេណៃហប់ទេ ខ្ញុំហៅខ្លួនអញបាន ឆ្ងាញ់ដែរទេ ឆ្ងាញ់ណាស់ វាល្អសម្រាប់លោកអាចារ្យតើតែនេះខ្ញុំនឹងទទួលខុសត្រូវទៅលើជីវិតរបស់លោកអាចារ្យខ្ញុំនឹងនៅមើលថែលោកអាចារ្យណាតើបានទេ បែបនេះរំខានអ្នកនាងស្លាប់ហើយ មិនរំខានទេមិនរំខានទេខ្ញុំទៅវិញហើយដែរលោកអាចារ្យហូបសុបបន្តទៀតចា អ្នកនាងលាវអ្នកនាងជួយខ្ញុំបន្តិចបានទេ អាចជួយរឿងអីឆាប់និយាយប្រាប់ខ្ញុំបានទេ គឺថាខ្ញុំបានឮមកថានៅទីនេះមានថ្នាំច្រើនសន្ធឹកណាស់តើមានថ្នាំអ្វីអាចកាយភេទបានដែរទេ លោកអាចារ្យលាវនេះ មិនមែនសម្រាប់ខ្ញុំទេគឺបងប្អូនរបស់ខ្ញុំវ៉ាងហ្វូឈុង លោកអាចារ្យវ៉ាងចង់ខ្លាចជាមនុស្សស្រី គេជាមនុស្សមានទំនួលខុសត្រូវខ្ពស់ហាមប្រាប់អ្នកណាជាដាច់ខាត ខ្ញុំយល់ហើយប៉ុន្តែតាមដែលខ្ញុំនៅក្នុងបាក់มันមានថ្នាំបែបហ្នឹងទេខ្ញុំនឹងប្រាប់សិស្សប្អូនឲ្យជួយតាមរកឲ្យណាមានថ្នាំជាច្រើនប្រភេទដែលលក់នៅក្នុងទីផ្សារថ្នាំគ្រប់មុខនិងធាតុផ្សំថ្នាំដែលប្រើគឺសុទ្ធតែទិញពីពួកគេដូច្នេះហើយមិនបាច់បារម្ភទេចាំខ្ញុំឲ្យគេរកឲ្យណា បែបនេះពួកគេដឹងហើយ ទុកចិត្តចាស់ខ្ញុំមិនប្រាប់ថាលោកវ៉ាងឲ្យសួរនោះទេបើមានមនុស្សសួរខ្ញុំនឹងប្រាប់ថាសួរឲ្យប្អូនជីដូនមួយខ្ញុំ បែបនេះល្អបំផុតអរគុណអ្នកនាងទុកជាមុនហើយ ខ្ញុំសប្បាយចិត្តណាស់ដែលអាចជួយលោកអាចារ្យបានអាចចាំស្ដាប់ដំណឹងល្អពីខ្ញុំណា បានហើយដូច្នេះខ្ញុំត្រូវតែខ្លាចជាមនុស្សប្រុសវិញឲ្យបានមិនដូច្នេះទេបញ្ហាមិនចាំបាច់នឹងកើតឡើង អាយ៉ាហានជាណាយហានជានខ្ញុំសប្បាយចិត្តណាស់ដែលស្រីម្នាក់នោះស្រឡាញ់ឯងឬហើយចង់ជួយឯងប៉ុន្តែហេតុអីបានជិះចង់ក្បត់ខ្ញុំទៅវិញ អាយ៉ាខ្ញុំក្បត់បងធំម្ដងហើយដូច្នេះមិនអាចក្បត់ជាលើកទី2បានទេ បានហើយខ្ញុំបានមកឆ្លោះជាមួយឯងព្រោះទៅរឿងនេះទេបើអញ្ចឹងឲ្យខ្ញុំភ្លក់ក្តីស្រឡាញ់បន្តិចមកឲ្យបានសប្បាយចិត្តបន្តិចណា គ្មានសុជីវធម៌នេះឯងមកតែម្នាក់ឯងទេចង់ណាបងធំ ឯងហ៊ានខុសជីវធម៌ជាមួយនឹងគ្រូរបស់ឯងផង មកទោះជាស្លាប់ក៏យើងមិនភ្លេចពីគុណធម៌របស់យើងដែរគឺថាយើងបំរើឯងដោយស្មោះ មួយក៏ឯងមិនខ្លាចស្លាប់ទេឯងអាចនឹងមានមោទនភាពចំពោះរឿងនេះប៉ុន្តែនេះមិនមែនជាធម្មជាតិរបស់មនុស្សទេបើឯងគ្រប់ជើងនៅក្នុងនាមជាគ្រូរបស់ឯងនោះយើងនឹងទុកជីវិតទេវតារបស់ឯងរួចធ្វើឲ្យពួកឯងបាននៅជាមួយគ្នាបែបនេះតើមានតម្លៃជាការស្លាប់របស់ឯងដែរទេ បានប្រាប់ពីគោលដៅរបស់លោកមក ឬមួយក៏ឯងគិតថាយើងនេះក៏ហក់ឯងនោះអាចไร បាទបើអញ្ចឹងអាយ៉ាតើឯងបារម្ភស្អីទៅបងធំកលាខ្លួនជាបិសាចលោកហាត់គឺដើម្បីសាចិត្តយិនពេញ បងធំចាំមិនហើយ គេយិនស្អីបដិសេធការបញ្ឆោតគេក៏បានតស៊ូយកជីវិតបដងមើលទៅគេមិនមែនជាមនុស្សបិសាចលោហិតនោះទេ គេអាចសម្ដែងក៏ថាបានដែរព្រោះគេសង្ស័យបងធំ ខ្ញុំបានគេមើលរួចហើយគេមិនមានចិត្តស្ទាក់ស្ទើរនោះទេពេលខ្លះមកពីឯងមានចិត្តកំណត់ចំពោះគេ ខ្ញុំមានអគតិចំពោះគេពិតមែនប៉ុន្តែគេគួរសង្ស័យខ្លាំងណាស់ ខ្ញុំគិតថាពួកគេគួរសង្ស័យពិតមែនប៉ុន្តែក្រោយពេលដែលសាកល្បងរួចខ្ញុំគឺមានអារម្មណ៍ថាហេតុអ្វីទើបគេលួចដែរ ចុះហេតុអីគេត្រូវលួចដែរ ឆាប់ប្រាប់មកហើយបានជាគេមានកំហឹងកើតឡើងនៅពេលដែលបានឃើញទិញស៊ីហ្វឹងនៅអាចឡងភ្នំមួយនោះ ច្រើនណាស់ ខ្ញុំជឿចិត្តរឿងមួយចំណែនរឿងប្រច័ណ្ឌ
ព្រឹងប្រចាំធ្វើឲ្យមនុស្សកើតឈួតបានខ្ញុំជឿថាទ្រីងស៊ីវវឹងគឺជាសត្រូវស្នេហារបស់គេដូច្នេះទើបលួចវាយឆ្មក់ បានហើយខួរក្បាលអញតែងគិតទៅរឿងប្រេះដាស់បែបនោះពួកយើងកំពុងនិយាយរឿងសំខាន់យករឿងស្នេហារបស់អញចាក់ឆ្ងាយទៅបានទេ បងធំគេបន្ទុកខ្ញុំទៀតហើយគឺខ្ញុំគ្រាន់តែវិភាគតាមស្ថានភាពប៉ុណ្ណោះទេឆ្នាំមានគុណសម្បត្តិមានប្រភេទឆ្នាំល្អសូមជួយ ថាកែតើមានថ្នាំអ្វីដែលអាចជួយកែភេទបានដែរទេ ហេតុអីអញត្រូវការថ្នាំបែបនោះ សិចបងខ្ញុំសួរបែបនេះព្រោះប្អូនចដូនមួយរបស់ខ្ញុំគេចង់បានហ្នឹងណា ប្អូនចដុនមួយអញដូចជាមានតែប្អូនចដុនមួយស្រីទេ អូនប្អូនចដូនមួយស្រីក៏មានប្រុសក៏មានដែរ មានទាំងពីរតែមានទេ លោកថាកែតើអាចមានថ្នាំបែបនេះដែរទេ មានថ្នាំដូចនាងនិយាយពីដើមមកទៅប៉ុន្តែខ្ញុំធ្លាប់ឮគេនិយាយថាមានស្មៅម្យ៉ាងឈ្មោះថាស្មៅរីករាយទុកព្រួយនោះអាចជាអ្វីដែលយើងតាមហូរហ្នឹងហើយ ស្មៅរីករាយទុកព្រួយ ស្មៅប្រភេទនេះជាបានជំងឺបានគ្រប់ប្រភេទដូច្នេះហើយគឺប្រសិទ្ធភាពគឺគួរតែអាចជួយកែភេទបានហើយប៉ុន្តែទោះបីជាមានមនុស្សជឿធន់ប៉ុណ្ណាក៏មិនហ៊ានរកស្មៅនោះដែរព្រោះថាខ្ញុំបានឮថាតាក់ទងនឹងរឿងនេះខ្លះដែរខ្ញុំខ្លាចតែវាពិបាកនោះទេ លោកថាកែជួយខ្ញុំបានទេនិយាយរកស្មៅនោះឲ្យខ្ញុំតែបានទេដល់ពេលនោះខ្ញុំនឹងជួយរវត្តដល់លោកណា បាទខ្ញុំដឹកជាជាង អរគុណលោកថាកែ ចប់សិនតែច្បាស់មានមនុស្សរបស់បាក់សិលាសួរ កុំកកបញ្ហាមកផ្លើគេទៅ ហេតុអីត្រូវខ្លាចពួកគេទៅ ធ្វើតាមជាប្រាប់ទៅ រុញទៅខាងគេទៅ លោកត្រូវការអ្វី ខ្ញុំធ្វើតាមចិត្តរបស់ខ្ញុំតែប៉ុណ្ណោះទេយ៉ាងម៉េចពួកលោកមិនពេញចិត្តមែនទេខ្ញុំធ្វើអ្វីត្រូវអនុញ្ញាតពីលោកជាមុនពេលឆ្លងកាត់ផ្លូវនេះបាយទៀតហើយសង្ស័យចូលមកដាក់នេះចឹងចាំមើលបាយអត់តែតែខ្លាំងនេះ ឬមួយក៏លោកមិនចេះខ្មាស់គេទេទើបធ្វើបែបនេះនៅតាមផ្លូវចឹង បើសិនជាលោកចេះក្បាក់គេអញ្ចឹងខ្ញុំសុំទោសបើផ្លូវលោកចុះតែដាក់ចាញ់ អូយមើលចោះអត់ចាស់ណាស់ អញ្ចឹងមកចឹង លុយមែនទេមក បានប្រាប់ឲ្យមែនទេថាហាក់បង្ករឿងហេតុអីមកធ្វើរឿងមិនបានការនៅត្រង់នេះ អ្នកនាងចាំងគឺជាមនុស្សឆ្លាតច្រឡំពួកយើងគួរតែទុកកម្លាំងចាត់ការបិសាចលោហិតទៅល្អជាងមកស៊ូគ្នាឯងនៅកន្លែងនេះទៅយើង សិចបងចាំមិនហើយតើមានរឿងអីបានទេ មិនអីទេអញតែមិនចង់ខ្ញុំមានការរវល់បន្តិចហើយខ្ញុំនឹងទៅតាមក្រោយ ហេតុអីលោកដឹងទេនេះ ខ្ញុំដឹងថានាងនឹងតាមមកដូច្នេះហើយទើបខ្ញុំមកចាំនាងនេះមានន័យថាពួកយើងមានចិត្តដូចគ្នាហើយ ហេតុអីលោកគាត់ថាខ្ញុំនឹងមកទីនេះ បើខ្ញុំស្មានមកខុសទេនាងមកទីនេះគឺដើម្បីនិយាយជាមួយខ្ញុំ លោកទេខុសហើយ ខ្ញុំសន្យាហើយថាខ្ញុំនឹងព្យាយាមដោះស្រាយបញ្ហាទំនាស់រវាងប៉ារបស់ពួកយើងប៉ុន្តែខាងខ្ញុំបរាជ័យរួចចិត្តនឹងសួរជាមួយនឹងចិត្តវិញទៀតដូច្នេះខ្ញុំសុំទោសដែលធ្វើតាមសម្ដីខ្លួនឯងបាន ព្រះដែលកើតឡើងមុននេះមិនមែនជាកំហុសរបស់លោកទេបើលោកមិនព្រមកិច្ចមុនទេនោះថ្ងៃនេះច្បាស់ជាការរឿងសំខាន់ទេខ្ញុំវិញតែគួរអរគុណលោក ដោយក្តីរីករាយខ្ញុំបានឮមកថាបិសាចលោហិតសម្រាប់សិស្សនៅក្នុងបករបស់នាងដូច្នេះនាងត្រូវតែប្រយ័ត្នកុំប្តេជ្ញាឲ្យសោះណា នៅបករបស់លោកក៏គ្រោះថ្នាក់ដែរដូច្នេះមកជាសាច់បងរបស់បកហេតុអីលើឆ្មក់អ្នកដតីបានគេធ្វើឲ្យបកអាម៉ៃមកហើយ ហើយស្ដាប់តាមជាឬស្និទ្ធស្នាលជាមួយនឹងបកសម្បត្តិខំត្បូងដូច្នេះបងត្រូវទៅរៀបរៀង នៅឲ្យឆ្ងាយពីរឿងខ្ញុំល្អជាង បានខ្ញុំនឹងត្រឡប់ទៅវិញរួចតែតាមផ្លូវរបស់ខ្ញុំមកខ្ញុំជិះឆានមកពីខ្ញុំនេះ
ទីយិនអុយនៅឆ្ងាយពេកទើបពួកខ្ញុំនឹងតាមមិនទាន់គេជាមនុស្សគ្រោះថ្នាក់ច្បាស់ណាស់ ចង់ធ្វើមកកោរឿងទៀតហើយថាម៉េចទេ គេជាអ្នកចាប់ផ្ដើមមុនណា បាទហើយហាមប្រាំរឿងនេះដល់លោកពុកមនុស្សឆ្នោតទេលោកពុកប្រកាសជាខាងជាមិនខាង លោកបងសៀវផាណាមើលទៅបងដូចជាសប្បាយចិត្តពេលដែលប្រឈមមុខជាមួយនឹងសត្រូវស្នេហាគឺគួរតែបារម្ភទៅត្រូវស្នេហាគួរឲ្យចាប់អារម្មណ៍ពិតមែន នេះលោកកំពុងតែច្បាស់ឲ្យខ្ញុំហ៎ ខ្ញុំមិនចំអន់ទេលោកគួរតែធ្វើរឿងនេះបន្តទៀតទៅព្រោះនេះជាសេចក្តីសុខរបស់លោកទៅហើយសម្រាប់អ្វីដែលកើតឡើងថ្ងៃនេះទោះបីជាលោកឈឺខ្លួនប៉ុន្តែលោកបានឃើញក្តីស្រឡាញ់ដែលហុងសៀមមានចំពោះលោក អត់ទេមិនមែនបែបនេះនោះទេ នេះហៅថាស្នេហាមិនសមតាមបំណងបន្តិចទៀតពួកយើងអាចប្រាប់ទីយិនពេញបានគឺឲ្យពួកគេនៅឆ្ងាយពីហុងសៀមនិយាយតាមត្រង់ណាខ្ញុំក៏គិតថានៅនាងយ៉ាងស្រឡាញ់សិចច្បងដែរ ហើយនេះឆាប់បិទមកទៅ មានស្អីដែលនិយាយមិនបានទៅលោកគឺជាមនុស្សប្រុសគ្រាន់តែទទួលស្គាល់ថាស្រឡាញ់នាងមានអីខ្មាស់គេទៅប្រាប់ខ្ញុំមកថាលោកស្រឡាញ់នាងយ៉ាងម៉េច គឺប្រហែលខ្ញុំទទួលស្គាល់ថាខ្ញុំមានចិត្តជាពួកអ្នកនាងចឹង បែបនេះគឺត្រូវហើយ គ្រាន់តែតែរបស់ពួកខ្ញុំមិនអាចចោះសម្ដៅគ្នាបានទេដូច្នេះរឿងពួកខ្ញុំត្រូវមិនរួចទេ ហើយនេះជាពាក្យដោះសារដែលល្អមែនទែនសម្ពាធរបស់លោកគឺជាស្នេហាជោគជាន់មែនទេ ក៏ប៉ុន្តែខ្ញុំយល់ចិត្តនាងទេបាននេះខ្ញុំយកឈ្នះចិត្តនាងយ៉ាងម៉េចទៅ លោកពិតជាលោកខ្លាំងណាស់ហេតុអីក៏លោកមិនចូលពីចិត្តនាងអាចមកប្រចាំជាមិនជាឧបសគ្គឲ្យចោះនាងបញ្ជាលោកបានទេ ខ្ញុំធ្វើឲ្យខ្លាចហើយមែនទេ ហេតុអីលោកប្រមាថបែបនេះលោកដឹងទេថាមកទីនេះគ្រោះថ្នាក់ប៉ុណ្ណា ខ្ញុំដឹងថាវាគ្រោះថ្នាក់ប៉ុន្តែខ្ញុំត្រូវតែមកបញ្ជាក់សិនថាអ្នកម៉ែរបស់នាងគឺមិនដាក់ទោសនាងតែនេះខ្ញុំធូរចិត្ត គ្រប់គ្នាសត្វតែខ្លាចនៅការដាក់ទោសដូច្នេះហើយតែពួកគេមិនបានប្រាប់គាត់ប៉ុណ្ណឹងបានទេចង់របស់លោកពេលនេះចាំមិនហើយ គឺបានថ្នាំទឹករបស់នាងជួយព្យាបាលរបួសឲ្យខ្ញុំណាទើបឆាប់ជា ហេតុអីលោកដាក់ទុកវាទៀត មួយដុំនេះមិនត្រឹមជាថ្នាំទឹកទេប៉ុន្តែវានៅមានអត្ថន័យផ្សេងដូច្នេះហើយទើបខ្ញុំត្រូវដាក់វាជាប់ខ្លួន អ្នកគ្រូ មើលរយៈនេះកាត់មានរឿងញាប់ញប់ណាត្រូវបន្ថែមសិស្សការពារបានល្អយល់ដែរទេ ចាចាវាបងឲ្យអ្នកបាយមកហើយអេមិនបានទេតែចាំអីទៀតឆាប់ឡើងទៅឆាប់ឡើង ម៉ែនេះជប់ណាស់ហើយម៉ែមិនតាន់ចូលសម្រាប់ទៀតទេ ម៉ែធ្វើឲ្យភ្ញាក់តែមិនដែរទេ អត់ទេខ្ញុំភ្ញាក់ខ្លួនឯងទេ គឺ ម៉ែស្ដាប់ខ្ញុំនិយាយសិន ជប់រឿងជប់ជប់ ឆាប់លៀមឆាប់លៀមឆាប់លៀម សម្រាប់ជល់មកដល់ទីនេះនៅប្រមាថកូនស្រីរបស់យើងទៀតយើងមិនទុកជីវិតឯងទេ មិនបាក់យ៉ាងអ្នកនាងយ៉ាងនឹងខ្ញុំមិនធ្វើអ្វីទេមិនបាក់យ៉ាងយល់ច្រឡំហើយ យល់ច្រឡំមិនមានការយល់ច្រឡំតតែខ្លួនឯងខ្លះ ម៉ែប្រយ៉ាងរួមសំខាន់ជាងដោះលែងទិញសៀវហ្វាំងបានទេ ទោះសម្រាប់គេក៏មិនពាក់ព័ន្ធដល់ប្រយោជន៍រូបដែរលោកអាចារ្យសន្យាថាមិនលូកដែរក្នុងរឿងតារបស់ខ្ញុំទេនេះគ្មានរឿងលោកអាចារ្យទេដូច្នេះហើយឆាប់ត្រឡប់ទៅវិញទៅ ម៉ែសម្រាប់គេបាក់ទាំងពីរនឹងកាប់សម្រាប់គ្នាទៀតមិនខានទេដូច្នេះហើយដើម្បីប្រយោជន៍ទាំងសងខាងដោះលែងគេទៅបានទេ គេអាចបំពេញច្បាប់របស់យើងតតែយើងស្លាប់យើងចង់ដឹងណាថាយើងស្លាប់ឬក៏បាក់សម្រាប់ខាងខ្លួនស្លាប់ណា
តែលោកអាចារ្យមិនចេញទេទុកថាសន្យារបស់យើងលោកកាច់ចាស់ម៉ែតាំងប៉ិនយើងបានបិទជីវចររបស់ឯងហាដើម្បីកុំឲ្យឯងសាកកំហុសដូចជាពុករបស់ឯងទៀតចង់ចេញពីទីនេះក៏មិនបានដែរប្រាប់ឲ្យលោកស្វែងរកសេចក្តីសុខកុំបណ្ដោយឲ្យខ្លួនឯងសម្រាប់ខ្លួនឯងលោកប្រមាថពេកហើយពេលនេះឱកាសរបស់អ្នកទាំងពីរបានកាត់ដល់ស្ថានភាពនៅពេលនេះខ្ញុំខ្លាចតែវានឹងមិនបានទេខ្ញុំអូនអ្នកនាងចាំងចូលមកពាក់ព័ន្ធខ្ញុំមិនដោយឲ្យអ្នកនាងចាំងទទួលទោសខ្ញុំនៅទៅបកស្រាយភ្លាមបែបនេះលោកកំពុងតែលុតចូលភ្នក់ភ្លើងហើយធ្វើចូលនិយាយត្រេះបើសិនជាលោកទៅនៅពេលនេះក្រាបពីជួយអ្វីមិនបានហើយតែធ្វើឲ្យធាមីរត់ទៅខាងទៀតរឿងនេះខ្ញុំដឹងហើយក៏ប៉ុន្តែស្មោះបារម្ភសិនទៅបានទេយ៉ាងខុសស៊ីគឺជាកូនស្រីរបស់យ៉ាងធាមីយ៉ាងណាក៏គេមិនសម្រាប់កូនស្រីខ្លួនឯងដែរយើងបាត់បិទជីវចររបស់ឯងហើយដើម្បីកុំឲ្យឯងសាកកំហុសដូចជាពួកឯងទៀតតើតែចាំចេញពីទីនេះក៏មិនបានដែរទុកជីវិតឲ្យលឿនជាងផងដែរគាត់ត្រូវស្នេហ៍របស់កឹងអ៊ីនមិនខាននោះទេដូច្នេះហើយទើបគាត់ខ្លាចទៅជាមនុស្សល្ងងបែបនេះព្រេះណាបើគេនិយាយប្រកែកបានធ្វើមិនគេត្រូវស្នេហ៍បានទៅគាត់គ្រាន់តែវិញវ័នមកពេលតែប៉ុណ្ណោះទេបានហើយលោកយាយសំបងលោកយាយកុំសម្លាប់ពុករបស់ខ្ញុំអីតែបែរខ្ញុំសំបងទោះបីឯងសំបងក៏គ្មានប្រយោជន៍ដែរច្បាប់បាក់គឺច្បាប់បាក់អ្នកណាសំបងឲ្យគេគឺតែមានទោសដូចគ្នាលោកយាយខ្ញុំមកទីនេះដើម្បីសំទោសជំនួសហានយិនសូមមកទោសឲ្យបងស្រីខ្ញុំផងខ្ញុំមិនរួបដែរជាមួយនឹងមនុស្សមិនស្មោះត្រង់ទេទៅវិញចាហានយិនគឺជួយស៊ីហ្វឹងគឺដើម្បីកុំឲ្យប៉ាទាំងពីរមានទំនាស់ជាមួយគ្នាកាន់តែខ្លាំងឡើងទេផ្ដេសផ្ដាស់ខ្លាំងណាស់ទូសាយ៉ាងគួរតែស្លាប់នៅនឹងកន្លែងប៉ុន្តែព្រោះតែពួកលោកចូលមកជ្រៀតជ្រែងទើបធ្វើឲ្យស្ត្រីរត់បាត់អ្នកស្រីយកទៅចាត់ពេកហើយទោះជាទិញសៀវពងមានកំហុសក៏ប៉ុន្តែមកដល់ថ្នាក់ស្លាប់នោះដែរប៉ារបស់ខ្ញុំមានច្បាប់មានវិន័យនៅទីនេះលោកមិនអាចមានសិទ្ធិនិយាយទេអ្នកស្រីតែនិយាយថាច្បាប់ឲ្យចុះហេតុអីក៏ប្រើច្បាប់សម្រាប់មនុស្សឲ្យពួកខ្ញុំជួយគេមិនបានទេពូជូប៉ុណ្ណឹងបានហើយពូជូមកទីនេះគឺដើម្បីសំទោសគេអាយ៉ាបងធំហេតុអីក៏បងនៅខាងនាងខ្ញុំកំពុងនិយាយហេតុផលណាឬមួយអ្នកស្រីមិនខ្លោះពីសុវត្ថិភាពប៉ាសេឡាសួរឬក៏ខ្ញុំចង់ខឹងក៏ខឹងបានទោះបីជាពូជូខ្វះសុជីវធម៌បន្តិចប៉ុន្តែអ្វីដែលគេបាននិយាយគឺសិតតែជាការពិតស្ត្រីរបស់ពួកយើងគឺជាបេសាចលោហិតតែប៉ុណ្ណោះហើយអ្វីបានជាពួកយើងបែរជាកាប់សម្លាប់មនុស្សគ្នាឯងទៅវិញយងអ៊ីនហ្វៃចិត្តរបស់លោកសាំងពីអ្វីទៅឬមកក៏លោកមិនខ្លាចខ្ញុំទេហ៎ហើយអ្វីខ្ញុំត្រូវខ្លាចមានប៉ាយ៉ាងទេខ្ញុំមានគំនិតចង់ជុំជ្រែងជួយដល់ប៉ាទាំងពីរតែប៉ុណ្ណោះបានអញ្ចឹងលោកនិយាយសិនមកថាលោកចង់ជ្រុំជ្រែងយ៉ាងម៉េចទៅក្រោយពេលដែរកុំចាត់បិសាចលោហិតរួយខ្ញុំគឺប្រកាសជា
ចាត់ការរឿងទិញសៀវហ្វឹងចំពោះរឿងនេះខ្ញុំនឹងប្រយុទ្ធជាមួយនឹងបាយ៉ាងបើមានបាយ៉ាងឈ្នះខ្ញុំនឹងទៅនាំទិញសៀវហ្វឹងមកទីនេះគឺដើម្បីដាក់ទោសតែបើខ្ញុំឈ្នះវិញខ្ញុំសង្ឃឹមថាបាយ៉ាងនឹងអត់ទោសឲ្យគេរួមដៃគ្នាកុំឆាត់បិសាចលហិន អ្នកខ្លះចូលចិត្តធ្វើខ្លួនឯងនឹងអស់ចាឬមួយក៏អ្នកស្រីខ្លាចមែនទេឬមួយក៏មិនហ៊ានប្រយុទ្ធជាមួយបងធំរបស់ខ្ញុំទេ